រឿងដែលខ្ញុំនឹងប្រាប់បន្តទៅនេះគឺជារឿងរបស់លោកកបខ្លួនឯងមានមុខរបរជាអ្នកលក់នេះធ្វើឲ្យមានតម្រូវការដែលត្រូវធ្វើដំណើរទៅទូទាំងប្រទេសដោយវិធីធ្វើដំណើរគឺដូចជាអ្នកលក់ទូទៅគឺប្រើរថយន្តផ្ទាល់ខ្លួនហើយការធ្វើដំណើរទូទាំងប្រទេសនេះធ្វើឲ្យលោកកបត្រូវស្ថិតនៅលើផ្លូវចិត្តជាប្រចាំហើយបានជួបប្រទះបទពិសោធន៍ដែលគួរឲ្យខ្លាចជាច្រើនដងរឿងនេះកើតឡើងក្នុងព្រឹត្តិការណ៍មួយបន្ថែមក្នុងព្រឹត្តិការណ៍នោះលោកក៏បានប្រាប់ថាលោកត្រូវធ្វើដំណើរទៅជួបអតិថិជននៅខេត្តជាងរ៉ាយដូច្នេះលោកក៏បានបើកឡានចេញពីក្រុងបាងកកនៅវេលាម៉ោងប្រមាណ 9 ព្រឹកហើយធ្វើដំណើរទៅដល់ខេត្តជាងរ៉ាយប្រមាណម៉ោង 5 ល្ងាចពេលទៅដល់លោកក៏បានជួបក្រុមការងារជីមនៅកន្លែងធ្វើការនោះមុនពេលដែលលោកបានរៀបចំឯកសារជាស្រេចនិងសម្អាតអ្វីទាំងអស់ពេលវេលាបានកន្លងផុតទៅដល់ប្រមាណម៉ោង 7:30 យប់នៅពេលនោះក្រុមហ៊ុនមិនបានរៀបចំនិងក៏កន្លែងស្នាក់នៅសម្រាប់លោកកបទេប៉ុន្តែវាមិនមានបញ្ហាអ្វីសម្រាប់លោកកបទេព្រោះថាលោកកបជាមនុស្សដែលចូលចិត្តបើកឡានពេលយប់ដូច្នេះលោកក៏បានគ្រោងថានឹងបើកឡានត្រឡប់ទៅខេត្តឧត្រឌិតហើយគ្រោងថានឹងទៅស្នាក់នៅផ្ទះមិត្តភ័ក្តិរបស់គាត់នៅពេលនោះមិត្តរួមការងារម្នាក់ដែលជីជីងនៅកន្លែងធ្វើការបានសួរលោកកបថាតើលោកនឹងបើកឡានត្រឡប់ទៅភ្លាមឬតើលោកនឹងទៅតាមផ្លូវណាលោកក៏បានប្រាប់ថាលោកនឹងប្រើផ្លូវដែលជិះវៀងខេត្តលំផាំងហើយបញ្ចូលទៅខេត្តឧត្រឌិតតែម្ដងមិត្តរួមការងារនោះបានឮដូច្នោះហើយបានប្រាប់លោកកបថាប្រសិនបើអ្នកនឹងបើកតាមផ្លូវនេះមានរឿងពីរដែលត្រូវដឹងគឺប្រសិនបើឃើញមនុស្សបញ្ឈប់ឡានកុំឈប់ទទួលនិងប្រសិនបើមានអ្វីមួយរារាំងត្រូវបើកបុកវាតែមិត្តរួមការងារនោះបានព្រមានដោយសារតែមិត្តរួមការងារនោះជាមនុស្សខេត្តឧត្រឌិតនិងប្រើផ្លូវនេះជាប្រចាំនៅពេលនោះលោកក៏នៅជាយុវវ័យហើយមិនសូវខ្លាចរឿងទាំងនេះសោះហើយអ្វីដែលសំខាន់គឺលោកក៏មិនបានបើកឡានទៅម្នាក់ឯងទេប៉ុន្តែបានបើកឡានទៅជាមួយមិត្តរួមការងារម្នាក់ទៀតបន្ទាប់ពីធ្វើដំណើរចេញពីកន្លែងធ្វើការលោកក៏បានមកដល់ផ្លូវនេះនៅវេលាម៉ោង 9 យប់ក្នុងសម័យនោះផ្លូវនេះគឺងងឹតខ្លាំងណាស់គ្មានភ្លើងផ្លូវហើយគឺស្ងាត់ស្ងៀមខ្លាំងនៅពេលបើកឡានចូលមកផ្លូវនេះអ្វីដំបូងដែលលោកក៏បានសង្កេតឃើញភ្លាមគឺនៅមុខមានដើមឈើធំមួយប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពេលនេះលោកកបនិងប្អូនរបស់គាត់បានឃើញបុរសម្នាក់បង្ហាញខ្លួនចេញមកពាក់កណ្ដាលពីដើមឈើពាក្យថាបង្ហាញខ្លួនពាក់កណ្ដាលគឺមានលក្ខណៈដែលដើមដៃឆ្វេងនិងជើងឆ្វេងបានលេចចេញមកទាំងពីរបានឃើញយ៉ាងច្បាស់ណាស់ព្រោះនៅសម័យនោះផ្លូវគឺតូចខ្លាំងហើយដើមឈើនេះក៏នៅជាប់ផ្លូវផងដែរព្រោះនៅសម័យនោះគ្មានផ្លូវចំហៀងបុរសនោះបានប្រើដៃឆ្វេងបល់ឡានហើយឃើញដូច្នោះប្អូនដែលអង្គុយមកជាមួយក៏ចាប់ផ្ដើមភ័យខ្លាចព្រោះខាងដែលប្អូនអង្គុយនោះនៅជិតដើមឈើនេះខ្លាំងណាស់លោកក៏ដឹងច្បាស់ថាអ្វីដែលបានឃើញនោះជាអ្វីប៉ុន្តែគាត់ក៏នៅតែព្យាយាមលួងលោមប្អូនថាអាចជាមនុស្សម្នាក់កុំគិតច្រើនទាំងពីរបានបើកឡានចេញពីកន្លែងនោះបន្ទាប់ពីបើកមកយ៉ាងតិច5 គីឡូម៉ែត្រមានរថយន្តក្រឡុកមួយគ្រឿងបើកឡើងមកពីខាងស្ដាំហើយបានបញ្ចេញសំឡេងស្នែងទៅកាន់លោកកប2 ដងប៉ុន្តែពេលដែលរថយន្តនោះបើកឡើងមកភ្លើងនៅក្នុងបន្ទប់របស់រថយន្តនោះដែលលោកកបគិតថាអាចជាភ្លើងមកពីឧបករណ៍សំឡេងបានធ្វើឲ្យលោកកបអាចមើលឃើញប្រតិកម្មរបស់បុរសនោះហើយលោកក៏ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះបុរសនោះគ្រាន់តែអង្គុយមើលទៅមុខអង្គុយដូចជាអាក្រក់មុខមិនបង្ហាញប្រតិកម្មអ្វីទាំងអស់ប៉ុន្តែក្នុងសម័យនោះគឺជារឿងដែលគេស្គាល់គ្នាដែរសម្រាប់យុវវ័យប្រសិនបើជួបហេតុការណ៍បែបនេះអាចគិតថាជាការអញ្ជើញឲ្យមកបើកប្រណាំងគ្នាមើលពេលឃើញបែបនោះលោកក៏បានបន្ថែមល្បឿនភ្លាមបើកតាមរថយន្ត Pick up នោះទៅយ៉ាងលឿនទាំងពីរបើកតាមគ្នាប្រមាណ 6 គីឡូម៉ែត្រពេលដល់កង់មួយរថយន្ត Pick up នោះក៏បត់ចូលកង់ទៅមុនពេលរថយន្តរបស់លោកក៏បើកតាមទៅលោកក៏ត្រូវភ្ញាក់ផ្អើលព្រោះនៅមុខខ្លួនឯងឥឡូវនេះគឺជាអ្នកត្រួតត្រារដ្ឋបាលម្នាក់កំពុងឈរបាំងផ្លូវដើម្បីឲ្យរថយន្តបន្ថយល្បឿន
ពេលឃើញបែបនោះលោកក៏ចាំបានភ្លាមនៅពាក្យដែលបងធំបាននិយាយថាប្រសិនបើជួបអ្វីមួយបែបនេះឲ្យបើកបុកទៅសោះប៉ុន្តែពេលនោះក៏នៅតែស្ទាក់ស្ទើរដែរព្រោះពន្លឺពីអំពូលចង្គៀងនៅដៃរបស់អ្នកត្រួតត្រារដ្ឋបាលនោះបានសញ្ញាឲ្យរថយន្តរបស់លោកក៏បន្ថយល្បឿននៅនាទីនោះមិនដឹងត្រូវធ្វើអ្វីទេប៉ុន្តែបានសម្រេចចិត្តហ្វ្រាំងរថយន្តហើយទៅឈប់នៅមុខអ្នកត្រួតត្រារដ្ឋបាលនោះបន្ទាប់ពីចាត់រថយន្តលោកកបក៏សង្កេតឃើញថានៅចំកណ្ដាលផ្លូវមានរថយន្តដឹកស្រូវក្រឡាប់ស្ថិតនៅហើយមានស្រូវមួយចំនួនរីប៉ាយពេញផ្លូវពេលរថយន្តឈប់ស្ងាត់អ្នកត្រួតត្រារដ្ឋបាលនោះក៏បានដើរមករកលោកកបនៅរថយន្តហើយបានសួរលោកកបថាហេតុអ្វីបានជាបើកលឿនត្រូវទៅណាដែលប្រញាប់បែបនេះប៉ុន្តែលោកកបក៏បានប្រាប់ទៅតាមពិតខ្ញុំគិតថាអ្នកជាខ្មោចប៉ុន្តែពេលនោះខុនកបបាននឹកឃើញអ្វីមួយមុននេះមានរថយន្ត pick up បើកមកពីមុខយើងប៉ុន្តែហេតុអ្វីបានជាយើងមើលមិនឃើញឥឡូវនេះខុនកបដូច្នេះខ្ញុំបានសួរទៅមន្ត្រីថាតើមុននេះមានរថយន្ត pick up ដែរឬទេបើកឡានទៅមុខតែប៉ូលីសបិទផ្លូវហើយឡាននោះទៅណាមន្ត្រីប៉ូលីសមិនបាននិយាយអ្វីទៀតទេគ្រាន់តែឆ្លើយតបមកថារថយន្តកង់3ម៉ាកនេះមែនទេលោកកបក៏បញ្ជាក់ថាមែនតាមដែលមន្ត្រីនោះបាននិយាយប៉ុន្តែក៏នៅតែព្យាយាមសួរថាហេតុអ្វីបានជាអនុញ្ញាតឲ្យរថយន្តកង់3នោះទៅបានប៉ុន្តែមន្ត្រីនោះមិនបាននិយាយអ្វីទេគ្រាន់តែប្រាប់លោកកបថាក្នុងយប់នេះប្អូនមិនចាំបាច់បើកទៅណាទេប្អូនត្រូវគេងជាមួយបងពុំពេលបានឮបែបនោះមានអារម្មណ៍ភ្ញាក់ផ្អើលគិតថាខ្លួនប្រហែលជាត្រូវបានចាប់ឬអត់បន្ទាប់មកមន្ត្រីនោះក៏បាននិយាយថាប្រសិនបើប្អូនបើកទៅប្អូនប្រហែលជាមិនបានរស់រានមានជីវិតពេលបានឮបែបនោះលោកកបក៏មានអារម្មណ៍ច្រឡំថាហេតុអ្វីបានជាមន្ត្រីនោះនិយាយបែបនោះប៉ុន្តែគាត់ក៏មិនបានសួរអ្វីបន្ថែមទៀតទេរហូតដល់ពេលដែលបានសម្អាតរថយន្តដែលកើតហេតុអគ្គិភ័យរួចរាល់ហើយមនុស្សទាំង3នាក់ក៏បានទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅក្បែរនោះពេលទៅដល់មន្ត្រីនោះក៏បានយកឯកសារមួយអ្វីមួយមកឲ្យលោកកបមើលហើយពេលលោកកបបានបើកឯកសារមើលគាត់ក៏មានអារម្មណ៍ស្រពោនទាំងស្រុងព្រោះរូបភាពក្នុងឯកសារនោះគឺជារថយន្ត pick up នោះដែលស្ថានភាពរថយន្តនោះខូចខាតយ៉ាងខ្លាំងរថយន្តបានកើតហេតុអគ្គិភ័យនៅចំណុចកង់មួយដែលធ្វើឲ្យមានអ្នកស្លាប់ចំនួន4នាក់ចំណុចកើតហេតុនោះគឺជាចំណុចកង់នោះហើយចំណុចកង់ដែលលោកកបមិនបានសង្កេតឃើញនោះយប់នោះលោកកបក៏មិនបានធ្វើដំណើរទៀតទេហើយបានស្នាក់នៅប៉ុស្តិ៍ប៉ូលីសរហូតដល់ព្រឹកថ្ងៃបន្ទាប់លោកកបក៏បានធ្វើដំណើរទៅរកមិត្តនៅខេត្តឧត្តរទិតតាមធម្មតាប៉ុន្តែថ្ងៃនោះមានអតិថិជនត្រូវការគំរូផលិតផលនៅខេត្តប្រាជីនបុរីដូច្នេះលោកកបក៏ត្រូវបើករថយន្តទៅខេត្តនគរបាលស្វាន់ដើម្បីទទួលគំរូផលិតផលមុនបន្ទាប់ពីចេញដំណើរពីខេត្តឧត្តរទិតនៅពេលថ្ងៃត្រង់លោកកបក៏បានមកដល់ខេត្តនគរបាលស្វាន់នៅពេលល្ងាចគម្រោងដំបូងគឺបន្ទាប់ពីឈប់យករបស់រួចនៅពេលល្ងាចក៏នឹងបើករថយន្តទៅខេត្តប្រាជីនបុរីតែម្ដងប៉ុន្តែគ្រប់យ៉ាងក៏ខុសគម្រោងទាំងស្រុងព្រោះថាលោកកបទទួលបានគំរូផលិតផលនៅម៉ោង4យប់ហើយដូច្នេះលោកកបក៏បានបើករថយន្តចូលផ្លូវតាខ្វាដើម្បីបន្តទៅផ្លូវអាស៊ីនៅក្នុងសម័យនោះផ្លូវនេះគឺគួរឲ្យខ្លាចខ្លាំងណាស់វាជាផ្លូវដែលមានចរាចរណ៍បញ្ច្រាស់គ្នាហើយពីរជើងផ្លូវមានតែព្រៃបន្ទាប់ពីបើកតាមផ្លូវនេះមកយូរមានរថយន្តកង់3មួយគ្រឿងដែលជារថយន្តដឹកទំនិញបានបើកហួសរថយន្តរបស់លោកកបទៅប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់គឺរថយន្តកង់3នោះដែលបានបើកហួសទៅនៅខាងស្ដាំរបស់រថយន្តមានក្រណាត់ពណ៌ស្មួយដែលកំពុងត្រូវខ្យល់បក់មិនឈប់ពេលឃើញបែបនោះលោកកបខ្លាចថាម្ចាស់រថយន្តនោះប្រហែលជាមិនដឹងថាក្រណាត់របស់ខ្លួនមិនបានបិទជិតជាដាច់ខាតទេដូច្នេះគាត់បានបើកភ្លើងដើម្បីផ្ញើសញ្ញាឲ្យរថយន្តកង់3នោះដឹងប៉ុន្តែវិញទៅវិញរថយន្តកង់3នោះបានចាប់ផ្ដើមបន្ថែមល្បឿនក្នុងចិត្តលោកក៏គិតថារថយន្តនេះបានដឹកទំនិញពេញខាងក្រោយហើយថែមទាំងបើកលឿនទៀតប្រសិនបើកង់ផ្ទុះឡើងនឹងមិនមានសុវត្ថិភាពសម្រាប់លោកកបផ្ទាល់ដូច្នេះលោកកបបានចាប់ផ្ដើមចាក់ចេញពីយន្តនេះឲ្យឆ្ងាយជាងមុនហើយក៏ចាប់ផ្ដើមសង្កេតឃើញថានៅខាងក្រោយរថយន្តនេះមានរូបរាងដូចជាដើមឫស្សីភ្ជាប់ជាមួយក្រណាត់ពណ៌ស្ដែលកំពុងត្រូវខ្យល់បក់
លោកកបចាប់ផ្ដើមមានអារម្មណ៍ចម្លែកដូច្នេះគាត់បានប៉ះប៉ងមិត្តរួមថ្នាក់ដែលអង្គុយជាមួយគ្នាដែលពេលនេះមិត្តរួមថ្នាក់កំពុងមានអាការៈដេកភ្ញាក់ភ្ញាក់ហើយបានប្រាប់ឲ្យមិត្តរួមថ្នាក់ភ្ញាក់ឡើងមើលថារថយន្ត pick-up នោះមានអ្វីចម្លែកឬអត់រថយន្តនោះមើលទៅដូចជាខ្លាំងណាស់ប៉ុន្តែគាត់នៅតែបន្ថែមល្បឿនមិនឈប់លោកកបឃើញថាมันល្អទេដូច្នេះគាត់គិតថាគាត់គួរតែបើកឡើងមុខរថយន្តនោះទៅវិញកាន់តែប្រសើរដូច្នេះគាត់បានបត់ស្ដាំយ៉ាងប្រុងប្រយ័ត្នដើម្បីស្វែងរកឱកាសបើកឡើងមុខប៉ុន្តែបន្ទាប់ពីបត់ស្ដាំហើយលោកកបក៏មានអារម្មណ៍ស្រពេចស្រពិលទាំងស្រុងហើយភ្ញាក់ផ្អើលជាមួយនឹងរូបភាពដែលបានឃើញរូបភាពដែលឃើញនោះគឺមានស្ត្រីម្នាក់កំពុងកាន់នៅចំហៀងរថយន្តដោយដៃនិងក្បាលរបស់ស្ត្រីនោះកាន់នៅទ្វារកញ្ចក់ចំហៀងអ្នកបើកបរហើយរាងកាយរបស់នាងក៏ព្យាបាទយ៉ាងវែងតាមចំហៀងរថយន្តចំណែកឯផ្សេងដែលលោកកបបានឃើញពិតប្រាកដមិនមែនជាផ្សេងទេប៉ុន្តែវាជាជើងរបស់ស្ត្រីនោះដែលបានលាតសន្ធឹងមកដល់ចុងក្រោយរថយន្តដោយសារភ្ញាក់ផ្អើលលោកកបបានបង្វិលរថយន្តចូលទៅក្នុងផ្លូវវិញហើយបានចាក់ចេញពីយន្តនោះភ្លាមលោកកបបានបើកតាមរថយន្តនោះជាង10គីឡូម៉ែត្រទៀតរហូតដល់ចុងក្រោយរថយន្តទាំងពីរបានបើកមកដល់ផ្លូវអាស៊ីរហូតដល់បន្ទាប់មករថយន្តកង់3នោះបានបត់ចូលស្ថានីយ៍ប្រេងភ្លាមបុរសកង្កែបដែលនៅតែតក់ស្លុតក៏ងាកមកតាមរថយន្តបន្ទាប់មកចតមិនឆ្ងាយប៉ុន្មានពេលចតរថយន្តអ្នកបើកបរបានបើកទ្វារចេញដោយទឹកមុខភិតភ័យនឹងបត់ជើងតូចឡានព្រិញខោអ្នកបើកបរបានលុតជង្គង់ចុះមកដីភ្លាមដូច្នេះហើយនាងកបក៏ដើរទៅរកបុរសនោះសួរថាបងអើយហេតុអ្វីមិនកោកក្រណាត់ឲ្យល្អបុរសនោះតែប៉ុណ្ណោះបានលើកមុខឡើងឆ្លើយថាប្អូនមិនឃើញប្រទេលលោកកក៏បាននិយាយថាខ្ញុំក៏ឃើញដូចគ្នាខ្ញុំក៏រន្ធត់រហូតបើកបរបន្តមិនបានដូចគ្នានៅយប់នោះទាំងពីរមិនបាននិយាយគ្នាអ្វីបន្ថែមទេពួកគេបានបែកគ្នាដេកនៅស្ថានីយ៍ប្រេងរហូតដល់ព្រឹកបន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងលោកក៏បានដឹងនិងទទួលស្គាល់ថាអ្វីដែលខ្លួនឯងឃើញមិនមែនមានតែខ្លួនឯងតែប៉ុណ្ណោះដែលជួបប៉ុន្តែអ្នកបើកបរដែលប្រើផ្លូវនេះជាប្រចាំតែងតែប្រាប់រឿងថាមានមនុស្សឃើញស្ត្រីនោះជាញឹកញាប់ប៉ុន្តែមិនមាននរណាដឹងពីប្រភពថាតើនាងជានរណាហើយមកពីណាក្នុងពិតប្រាកដហើយនោះគឺជារឿងដែលខ្ញុំយកមកប្រាប់អ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះវាជារឿងមួយទៀតដែលគួរឲ្យខ្លាចណាស់បទពិសោធន៍ពីមុខរបរសែមិនមានតែរឿងពីសន្តាគារតែប៉ុណ្ណោះប៉ុន្តែដោយសារមុខរបរនេះត្រូវតែស្ថិតនៅលើផ្លូវយូរជាងគេវាធ្វើឲ្យមានឱកាសជួបប្រទះនឹងរឿងខ្មោចខ្មៅដូចគ្នាមិត្តភ័ក្តិទាំងអស់គ្នាវិញយល់យ៉ាងដូចម្ដេចចំពោះរឿងនេះសូមមតិយោបល់នៅខាងក្រោមហើយមុននឹងចាក់ចេញបើមិត្តភ័ក្តិទាំងអស់គ្នាចូលចិត្តស្ទីលនៃការរៀបរាប់របស់ប៉ុស្តិ៍នេះសូមជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តឲ្យប៉ុស្តិ៍តូចៗនេះផងនិងកុំភ្លេចចុចកណ្ដឹងដើម្បីទទួលការជូនដំណឹងពីវីដេអូថ្មីផងណាសូមអរគុណដែលបានតាមដានទស្សនានិងស្ដាប់មកដល់ពេលនេះជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសួស្តី